បាទនេះគឺ11អ្នកដំបូងរបស់ Real Madrid បាទគឺមានអ្នកចាំទីបាទ Andre Lunin មកខ្សែការពីគឺមាន Fran Garcia David Alaba Raúl Asensio ជាមួយ Lucas Vázquez បម្រើគឺមាន Bellingham Chu Avani បាទ Lucas Modric បាទជាមួយ Claco Rodrigo បាទប្រយុទ្ធបាទពីរអ្នកនៅខាងលើ Vinicius Junior ជាមួយនឹងបាទ Kylian Mbappe បាទប្រព័ន្ធលេងបាទគឺ4-4-2បាទក្រុមការដឹកនាំយូទ័ររបស់លោក Carlo Ancelotti បាទគ្រូបង្វឹកបាទសញ្ជាតិអ៊ីតាលីវ័យបាទ65ឆ្នាំបាទចឹង4-4-2បាទវត្តមាន Rodriguez បាទ Carvajal Vallejo Denis Ceballos Thibaut Courtois បាទកាពីតែនក្រុមទាំងពីរបាទ Lucas Modric បាទជាមួយនឹងបាទ Claco បាទ Alvaro Garcia បច្ចេកទេសគឺមានច្រើនបាទឯ11អ្នកដំបូងរបស់ Rayo គឺមានអ្នកចាំទី Claco Batalla មកខ្សែការពារ Radio មាន Lichene Hernandez ជាមួយនឹង Espino បាទបម្រើការពារបាទគឺមាន Pedro Diaz ជាមួយនឹង Claco Ismail Aziz បាទចំណែកបាទបម្រើប្រយុទ្ធបាទគឺមានបាទ Mbaba បាទមានបាទ Jurat Gambo ជាមួយនឹង Claco បាទ Josep Chavarria បាទប្រយុទ្ធតូបាទថ្ងៃនេះគឺ Alvaro Garcia បាទប្រព័ន្ធលេង4-2-3-1 ក្រោមការដឹកនាំទៅរបស់លោក Inigo Perez បាទគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាទវ័យបាទ37ឆ្នាំបាទវ័យ37ឆ្នាំបាត់ទៅវ័យឆ្កែនៅសល់តែបាទប្រហែល10ប្រកួតទៀតទេប្រិមត្តយើងបាទ11ឬក៏10ប្រកួតទៀតបាទនៅក្នុងបាទ La Liga នឹងបញ្ចប់បើអញ្ចឹងបាល់កែចេញមកពីខាងក្រុម Rayo Vallecano បាទឯកសណ្ឋានបាទថ្ងៃនេះគឺបាទពណ៌ខ្មៅចំណែក Real Madrid បាទឯកសណ្ឋានគឺពណ៌សបាទឯកសណ្ឋានបាទគឺពណ៌សបាទជាអ្នករ៉ាប់រងបាទ Pedro Diaz លើកចូលមកទេអត់ចំគោលដៅទេArlene Chu Avani ទះស្ដាំ Rodrigo ទម្លាក់អូទៅហួសពី Bellingham Vinicius Junior សង្គ្រោះបាន Mbappe សុទ្ធែនចាប់ជាប់ពី Batalla ជុំយាហើយបាទសុទ្ធពីជើងអមាញ់មិញបាទរូបភាពយឺតកន្លែងដូចជាអូសាយបាទ Rodrigo បាទ Junior ទប់ឲ្យគោទាញសុទ្ធស្ដាំប៉ះបកោទីថែមួយជើងទៀតល្មមដៃបាទបិទVinicius Junior ស្រូបាទ Kylian Mbappeមួយទល់នឹង0 Kylian Mbappe សុទ្ធគ្រាប់បាល់ទី1ឲ្យ Real Madrid បាននាំមុខបាន 1-0 មកទៅលើក្រុម Rayo Vallecano មកល្អមែនតើមកមួយជើងអបាញ់បាញ់នេះបាទអ្នកគ្រប់ត្រូ Real Madrid បាទកុំភ្លេចដាក់ Hala Madrid ម្នាក់មួយផងបាទគ្រាប់បាល់នេះស្អាតណាស់បាទ Mbappe រូបភាពយឺតបាទការបញ្ជូនទៅពី Junior អត់អោសសាយទេបាទ Mbappe កប់បាទ Mbappe ក៏សុទ្ធស្ដាំណាស់ស្អាតណាស់បងប្អូនយើងបាទ1-0បាទលោក Carlo Ancelotti បាទគាត់សប្បាយចិត្តមែនទែនអបបាល់ដល់ Junior ទាផុត Vinicius Junior ពីរអ្នកតាមបិទរងចាំអ្នកមកជួយ Vinicius Junior អាយ៉ាល្អរបស់គេ Junior3អ្នកបិទ Vinicius Junior អត់ជាប់ទេកលាកររបស់ Rayo Vallecano មកវងវែងសុងរបស់ Junior អើយល្អ
ណាបាទ2 ទល់នឹង 0បាទ3នាក់បាទបិទអត់ជាប់បាទគេសុទ្ធយកតែម្ដងបាទខ្ជិលបោះឲ្យគេវិនិច្ឆ័យជួញរូបភាពយឺតមកផុតពីកន្លែងនេះកប់មកផុតអ្នកទី3សុទ្ធស្ដាំផ្លឹបបាទ2 ទល់នឹង 0បាទហាឡាម៉ាឌ្រីតបាទរូបភាពយឺតមកស្អាតណាស់បាទ2គ្រាប់នេះមកគ្រាប់បាល់ទី1ក៏លយមកគ្រាប់បាល់ទី2ក៏អែមម៉ែគ្នាអីខ្លាំងខ្លាអញ្ចឹងនេះបាទបាទឱកាសសុទ្ធស្ដាំតែដល់ចេញពីលូនីនអូប្រព័ន្ធ goal line technology ថាអត់ចូលទេបាទពេត្រូឌីយ៉ាសបាទរូបភាពយឺតមានប្រព័ន្ធ goal line technology អត់មើលទៅបាទក៏ចែកបាទអូចូលអើយលេងចូលអើយឆែកបាទបាទដូចជាមកចូលអើយបាច់មិញបាទឲ្យហើយបាទព្រីមយើងបាទ2-1ម៉ារ៉ាយ៉ូវលេកានូបាទសុទ្ធតាមពីក្រោយត្រឡប់មកវិញបាទសុទ្ធតាមពីក្រោយមកត្រឡប់មកវិញបាទពីពេត្រូឌីយ៉ាសមកឡងពីរបាទីទៅចុះទីល្អមែនទេបាទជូអាវឌីញាក់ផុតស្រួលឲ្យជូញៀវីនីស៊ីជូញៀរុញពីខាងក្រោយមកបាល់អូសាយទេបងប្អូនយើងបាទនេះរូបភាពយឺតអូបាល់អូសាយមែនបាទជូញៀបាទអូសាយអាចនឹងបានពេបាទរៀងទុកជើងខ្លះដែរបាទលើកបំផ្លោងឱកាសកន្លែងនេះមកកាត់ចូលមកតែតមួយក្បាលពីដាវីតអាឡាបាចូលទីបានសម្រេចបាត់ទៅហើយអូស្មានតែចេញទៅបងប្អូនយើង2 ស្មើរូបភាពយឺតនេះការលើកមកតែតជុំក្រោយសុទ្ធស្ដាំអូយធ្វើស៊ីជុំយ៉ាកន្លះកនេះស្មាចូលទៅបងប្អូនយើងគេលើកបាល់មកស្វាយអទៀតទៅជុំយ៉ាមកអត់ចំគូដៅទេបាទលោកកញ្ញាក៏ដែរមកធ្វើការក្នុងកញ្ចែបញ្ចប់ការប្រកួតបាត់ទៅហើយបាទការពីបាទបញ្ចប់ទៅបាទនៅក្នុងលទ្ធផលបាទគឺបាទ2 ទល់នឹង 1បាទរៀលម៉ាឌ្រីតបាទជាអ្នកទទួលបានជ័យជំនះ 2-1 បាទជាងទទួលបាន3 ពិន្ទុនៅក្នុងការប្រកួតសប្តាហ៍ទី27នេះសប្តាហ៍ទី27នេះបាទការប្រកួតយើងដល់បាទទីបញ្ចប់បាទសូមអរគុណបាទប្រិមត្តយើង